Pablo Escobar គឺជាមេខ្លោងគ្រឿងញៀនជនជាតិកូឡុំប៊ីម្នាក់តែកើតនៅ Rio Grande និងធំធាត់នៅ Medellin ជាកន្លែងដែលគាត់ដំបូងបានបង្ហាញភាពមិនជោគជ័យនៅសាលារៀនមុនពេលងាកទៅរកជីវិតឧក្រិដ្ឋកម្ម Escobar បានចូលប្រឡូកក្នុងការជួញដូរគ្រឿងញៀននៅឆ្នាំ1960ដោយការងាររបស់គាត់នៅពេលនោះបានរីកចម្រើនខ្លាំងកើនឡើងយ៉ាងឆាប់រហ័សពីការជួញដូរកញ្ឆារហូតដល់ក្លាយជាប្រធានក្រុម Medellin Cartel នៅឆ្នាំ1970នៅសម័យកាលរបស់គាត់គេសង្កេតឃើញថាមានអំពើហិង្សាខ្លាំងរួមទាំងការសូកប៉ាន់និងការធ្វើឃាតកម្មដែលរំពាត់ដោយភាពល្បីល្បាញរបស់ Pablo Escobar នៅពេលគាត់ឈានដល់កម្រិតកំពូលគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅទូទាំងពិភពលោកជាមួយនឹងទ្រព្យសម្បត្តិដែលបានមកពីការជួញដូរកូកាអ៊ីនដែលត្រូវបានគេរាយការណ៍ថាបានរត់ពន្ធកូកាអ៊ីនប្រហែល80តោនក្នុងមួយខែទៅកាន់សហរដ្ឋអាមេរិកបើទោះបីជាគាត់មានសកម្មភាពឧក្រិដ្ឋកម្មក៏ដោយ Escobar ត្រូវបានគេស្គាល់ដោយសារកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌នៅក្នុងសហគមន៍របស់គាត់ដោយ Escobar បានសាងសង់អគារសាលារៀននិងមន្ទីរពេទ្យដែលនាំឲ្យ Pablo Escobar ទទួលបានការគាំទ្រពីប្រជាជននៅក្នុងប្រទេសកូឡុំប៊ីអាណាចក្រឧក្រិដ្ឋកម្មរបស់ Escobar នៅទីបំផុតបាននាំឲ្យមានការតាមប្រម៉ាញ់ដ៏ធំមួយដែលឈានដល់ការស្លាប់របស់គាត់នៅថ្ងៃទី2ខែធ្នូឆ្នាំ1993ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរកូឡុំប៊ីទ្រព្យសម្បត្តិរបស់ Escobar ទាំងជាអ្នកឧបត្ថម្ភនិងជាឧក្រិដ្ឋជនដ៏ឃោរឃៅបានបន្តទាក់ទាញចំណាប់អារម្មណ៍សាធារណៈដោយជំរុញខ្សែភាពយន្តនិងរឿងភាគដែលនិយាយអំពីជីវិតរបស់គាត់និងផលប៉ះពាល់នៃការជួញដូរគ្រឿងញៀននៅក្នុងប្រទេសកូឡុំប៊ី Pablo Escobar អ្នករត់ពន្ធគ្រឿងញៀននិងគ្រឿងញៀនជាតិកូឡុំប៊ីឃាតកម្មបំផ្ទុះគ្រាប់បែកសកម្មភាពឆ្នាំ1962ជីវិតដំបូងលោក Pablo Escobar ធំធាត់នៅ Rio Grande ដែលជាទីក្រុងតូចមួយនៅជិតទីក្រុង Medellin ប្រទេសកូឡុំប៊ីគ្រួសាររបស់គាត់មិនមែនជាអ្នកក្រីក្រតាមស្តង់ដារកូឡុំប៊ីទេហើយនៅទីបំផុតបានផ្លាស់ទៅ Envigado ដែលជាក្រុងមួយរបស់ទីក្រុង Medellin ជាកន្លែងដែលឪពុករបស់គាត់ធ្វើការជាអ្នកយាមសង្កាត់និងម្ដាយរបស់គាត់ជាគ្រូបង្រៀន Escobar បានសិក្សាបានល្អនៅសាលាហើយឪពុកម្ដាយរបស់គាត់ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងសហគមន៍ទោះជាយ៉ាងណាក៏ដោយដើមឆ្នាំ1966នៅក្នុងប្រទេសកូឡុំប៊ីគឺស្រដៀងគ្នាទៅនឹងចលនាប្រឆាំងវប្បធម៌នៅសហរដ្ឋអាមេរិកតែកើតឡើងក្នុងពេលតែមួយហើយ Escobar និងមិត្តភ័ក្តិរបស់គាត់បានចាប់ផ្ដើមបះបោរដោយបង្ហាញពីការខ្វះការគោរពចំពោះអាជ្ញាធរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកូឡុំប៊ីកញ្ឆាមានឥទ្ធិពលខ្លាំងនិងងាយស្រួលរកការជក់បារីនិងការបះបោររបស់ Escobar នៅទីបំផុតបាននាំឲ្យគាត់ឈប់រៀនហើយចាប់ផ្ដើមជីវិតឧក្រិដ្ឋកម្មរបស់គាត់ជាក្មេងទំនើងតូចមួយអាជីពឧក្រិដ្ឋកម្មសកម្មភាពឧក្រិដ្ឋកម្មពិតប្រាកដដំបូងរបស់ Escobar គឺមិនច្បាស់លាស់ប៉ុន្មានទេប៉ុន្តែគ្មានការសង្ស័យទេថាគាត់មានជំនាញខាងការញុះញង់គាត់បានចូលទៅក្នុងពិភពគ្រឿងញៀនក្នុងទសវត្សរ៍ឆ្នាំ1960ដោយជួញដូរកញ្ឆានិងបន្ទាប់មកបានប្ដូរទៅជាកូកាអ៊ីនក្នុងឆ្នាំ1970នៅទីបំផុតតាមរយៈវិធីឃោរឃៅនិងឃាតកម្មរបស់គាត់ Escobar បានក្លាយជាប្រធាននៃក្រុមជួញដូរគ្រឿងញៀន Medellin ដ៏ល្បីល្បាញ Escobar បានសូកប៉ាន់មនុស្សគ្រប់គ្នាចាប់ពីប៉ូលីសរហូតដល់ចៅក្រមនិងអ្នកនយោបាយនិងបានធ្វើឃាតអ្នកណាដែលរារាំងផ្លូវគាត់ការអនុវត្តដ៏ឃោរឃៅប៉ុន្តែមានប្រសិទ្ធភាពរបស់គាត់ត្រូវបានគេស្គាល់ថាជា Plata o Plomo ដែលមានន័យថាលុយឬសំណូកដែលមានន័យថាប្រសិនបើនរណាម្នាក់មិនទទួលយកសំណូកពី Escobar ទេលទ្ធផលគឺការស្លាប់ដោយគ្រាប់សំណរសូមបញ្ជាក់បន្តិចកន្លែងគ្រាប់សំណរនេះគឺមានន័យថាគ្រាប់កំភ្លើង Escobar មានឥទ្ធិពលខ្លាំងណាស់ដែលគាត់ថែមទាំងត្រូវបានបោះឆ្នោតឲ្យចូលក្នុងសភាកូឡុំប៊ីជាជម្រើសមួយទៀតលោកជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកជាច្រើនរួមទាំងការបំផ្ទុះយន្តហោះ Avianca ជើងហោះហើរ203ក្នុងឆ្នាំ1989ហើយត្រូវបានគេចោទប្រកាន់ថានៅពីក្រោយការស្លាប់របស់បេក្ខជនប្រធានាធិបតីនិងចៅក្រមនៃតុលាការកំពូលកូឡុំប៊ីក្នុងឆ្នាំ1985ឃាតកម្មដ៏ឃោរឃៅទាំងនេះត្រូវបានបដិញ្ញាចិត្តដើម្បីរក្សាការគ្រប់គ្រងការជួញដូរគ្រឿងញៀននិងជាការការពារប្រឆាំងនឹងដៃគូប្រកួតប្រជែងដ៏លេចធ្លោរបស់លោកគឺក្រុម Cali Cartel វិធីសាស្ត្ររបស់លោកនិងទម្លាប់ប្រើប្រាស់កូកាអ៊ីនរបស់ជនជាតិអាមេរិកបានធ្វើឲ្យ Escobar ក្លាយជាបុរសដែលមានអំណាចបំផុតនៅក្នុងប្រទេសកូឡុំប៊ីនិងជាបុរសម្នាក់ក្នុងចំណោមបុរសដែលមានបំផុតក្នុងពិភពលោកលុយកាក់និងគ្រឿងញៀននៅពេលលោក Escobar ឡើងកាន់អំណាចខ្លាំងបំផុតលោកត្រូវបានគេនិយាយថាជាបុរសមានបំផុតទី7នៅលើពិភពលោកមានផ្ទះចំនួន20ខ្នងនៅជុំវិញតំបន់ Medellin ក៏ដូចជាយានយន្តទូកយន្តហោះនិងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងលោក Escobar គឺជាមហាសេដ្ឋីហើយបានប្រើប្រាស់ប្រាក់មួយចំនួនរបស់លោក
ដើម្បីជួយអ្នកក្រីក្រលោកបានសាងសង់កីឡដ្ឋានបាល់ទាត់សាលារៀនមន្ទីរពេទ្យនិងសូម្បីតែសង្កាត់ទាំងមូលនៅមីដេលីនគេនិយាយថាលោកនិងប្អូនប្រុសរបស់លោកគឺលោក Roberto Escobar មានគណនីធនាគារលើសពី$24,000 លានប្រាក់នេះគឺជាផលចំណេញពីការរត់ពន្ធកូកាអ៊ីនទៅកាន់សហរដ្ឋអាមេរិកដែលត្រូវបានគេនិយាយថាមានចំនួនសរុបប្រហែល80 តោនក្នុងមួយខែដោយប្រើយន្តហោះចម្បាំងដែលពោពេញទៅដោយកូកាអ៊ីនរហូតដល់10 តោនក្នុងមួយជើងជាក់ស្ដែងលោក Escobar មាននាវាមុជទឹកបញ្ជាពីចង្ងាយ2គ្រឿងដែលលោកក៏បានប្រើសម្រាប់ដឹកជញ្ជូនកូកាអ៊ីនផងដែរលោក Escobar និងក្រុមជួញដូរកូកាអ៊ីន Medellin មានអំណាចជាង 80% នៃទីផ្សារកូកាអ៊ីនពិភពលោកសកម្មភាពផ្លូវច្បាប់និងលទ្ធផលនៅចុងឆ្នាំ1980ទាំងរដ្ឋាភិបាលកូឡុំប៊ីនិងប្រជាពលរដ្ឋមានការធុញទ្រាន់នឹងអំពើហិង្សារដ្ឋាភិបាលចង់ទម្លាក់ Escobar ដោយមានការជំរុញពីអាមេរិកដោយ Escobar ធ្វើឲ្យមានអស្ថិរភាពនៅក្នុងប្រទេសនិងការរត់ពន្ធគ្រឿងញៀនចូលទៅអាមេរិកប៉ុន្តែដោយសារតែមន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេសកូឡុំប៊ីខ្លាចឥទ្ធិពលរបស់ Escobar តាមវាយប្រហារសងសឹកមធ្យោបាយតែមួយគត់ដែលវាអាចបញ្ឈប់អំពើហិង្សាគឺត្រូវធ្វើកិច្ចព្រមព្រៀងជាមួយ Escobar ដោយខ្លាចការធ្វើបច្ចាប័នទៅសហរដ្ឋអាមេរិកនៅឆ្នាំ1991 Escobar បានប្រគល់ខ្លួនទៅឲ្យរដ្ឋាភិបាលកូឡុំប៊ីក្នុងការរៀបចំមួយដែលឲ្យគាត់ជាប់ពន្ធនាគាររយៈពេល5ឆ្នាំនៅក្នុងពន្ធនាគារ La Catedral ដែលគាត់បានសាងសង់នៅលើភ្នំក្នុង Envigado សូមបញ្ជាក់ថាពន្ធនាគារដែលគាត់ជាប់នេះគឺ Escobar បានចំណាយប្រាក់ផ្ទាល់ខ្លួនសាងសង់ទោះជាយ៉ាងណាក៏ដោយ La Catedral មិនមែនជាពន្ធនាគារធម្មតាទេវាមានអាងហែលទឹកទីលានបាល់ទាត់ទូរទស្សន៍អេក្រង់ធំនិងគ្រឿងញៀនគ្រឿងស្រវឹងនិងស្ត្រីជាច្រើន Escobar តែងតែចាក់ចេញពី La Catedral ដើម្បីទៅលេងហាងឬចូលរួមការប្រកួតបាល់ទាត់ក្លឹបរាត្រីនិងពិធីជប់លៀងដោយ Escobar មិនគោរពកិច្ចសន្យាដែលបានចុះជាមួយរដ្ឋាភិបាលនោះរដ្ឋាភិបាលកូឡុំប៊ីបានព្យាយាមផ្លាស់ទីគាត់ទៅពន្ធនាគារមួយផ្សេងទៀតប៉ុន្តែ Escobar បានរត់គេចខ្លួនបាត់រដ្ឋាភិបាលកូឡុំប៊ីនិងសហរដ្ឋអាមេរិកបានចាប់ផ្ដើមសហការគ្នាហើយកងកម្លាំង Delta Force សហរដ្ឋអាមេរិកបានបណ្ដុះបណ្ដាលក្រុមជំនាញមួយដែលបង្កើតឡើងដោយរដ្ឋាភិបាលកូឡុំប៊ីភ្លុកស្វែងរកដោយដែលគេស្គាល់មានភារកិច្ចស្វែងរកនិងចាប់ខ្លួន Escobar ក្រុមឃ្លាំមើលសម្ងាត់របស់ទីភ្នាក់ងារស៊ើបការសម្ងាត់កណ្ដាល CIA ដែលគេស្គាល់ថា Central Spike ដែលបានប្រើប្រាស់ឧបករណ៍តាមអាកាសក៏បានជួយភ្លុកស្វែងរកក្នុងការកំណត់ទីតាំង Escobar ផងដែរទោះជាយ៉ាងណាក៏ដោយក្រុមមួយទៀតដែលគេស្គាល់ថា Los Peeps មនុស្សដែលរងទុក្ខដោយ Pablo Escobar មានការគំរាមកំហែងច្រើនជាងចំពោះ Escobar ពីព្រោះពួកគេមិនមានទំនាក់ទំនងជាមួយអង្គការរដ្ឋាភិបាលណាមួយឡើយ Los Peeps តាមរយៈការប្រមាញ់ Escobar របស់ពួកគេទទួលខុសត្រូវចំពោះការស្លាប់របស់ដៃគូមិត្តភក្តិនិងសាច់ញាតិជាង300នាក់របស់ Escobar និងការបំផ្លាញទ្រព្យសម្បត្តិជាច្រើនរបស់ Escobar ទោះបីជារដ្ឋាភិបាលសហរដ្ឋអាមេរិកនិងកូឡុំប៊ីមិនដែលអះអាងថាមានទំនាក់ទំនងជាមួយ Los Peeps ក៏ដោយក្រុមនេះគឺជាផ្នែកសំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ភ្លុកស្វែងរកដើម្បីស្វែងរក Escobar និងក្នុងការដួលរំចុងក្រោយរបស់គាត់បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល16ខែថ្ងៃធ្វើការខុសច្បាប់របស់ Escobar បានបញ្ចប់នៅថ្ងៃទី2ខែធ្នូឆ្នាំ1993ក្រុម Search Block ដោយមានជំនួយពី Central Spike បានរកឃើញគាត់នៅក្នុងសង្កាត់មួយក្នុងទីក្រុង Medellin ហើយការបាញ់ប្រហារដែលបានផ្ទុះឡើងនៅលើដំបូលផ្ទះក្នុងទីក្រុង Medellin នៅពេលដែល Escobar ព្យាយាមរត់គេចខ្លួនប៉ុន្តែរត់គេចមិនផុតនោះទេហើយ Pablo Escobar ក៏ស្លាប់នៅពេលនោះផលប៉ះពាល់លោក Pablo Escobar មិនខ្លាចបង្ហាញខ្លួនជាសាធារណៈទេហើយចំពោះអ្នកខ្លះបានចាត់ទុកគាត់គឺជាវីរបុរសទៀតផងក្នុងពេលជាមួយគ្នានេះដែលគាត់បានបញ្ជូនគ្រឿងញៀននិងការបំផ្លិចបំផ្លាញទៅកាន់ទីផ្សារតែមានឆន្ទៈគាត់ក៏បានវិនិយោគយ៉ាងច្រើនលើប្រជាជននិងអាជីវកម្មនានានៃទីក្រុង Medellin ហើយជាថ្នូរវិញប្រជាជននៃទីក្រុង Medellin បានតាមដានគាត់ហើយស្ទើរតែមិនដែលសហការជាមួយអាជ្ញាធរអំពីទីតាំងរបស់គាត់ឡើយទោះជាយ៉ាងណាក៏ដោយចំពោះរដ្ឋាភិបាលកូឡុំប៊ីនិងអាជ្ញាធរសហរដ្ឋអាមេរិក Escobarគឺជាចោរប្លន់ដ៏អស្ចារ្យបំផុតម្នាក់របស់ពិភពលោកជាច្រើនឆ្នាំរាប់លានដុល្លារនិងជីវិតជាច្រើនត្រូវបានហត់នឿយក្នុងការតាមប្រមាញ់គាត់ជាច្រើនឆ្នាំបន្ទាប់ពីការស្លាប់របស់គាត់ពិភពលោកនៅតែចាប់អារម្មណ៍នឹងគាត់ខ្សែភាពយន្ត Escobar Paradise Lost ដែលចេញផ្សាយក្នុងឆ្នាំ2014សម្ដែងដោយ Benicio del Toro ជា Escobarនិងផ្ដល់នូវការយល់ដឹងអំពីជីវិតរបស់គាត់តាមរយៈរឿងប្រឌិតនៃស្នេហាវាងអ្នកជិះស្គីលើទឹកនិងក្មួយស្រីរបស់ Escobar នៅឆ្នាំ2015រឿងភាគដ៏គួរឲ្យចាប់អារម្មណ៍ Narcos ដែលផលិតដោយអ្នកផលិតខ្សែភាពយន្តប្រេស៊ីល Jose Padilha បានចាប់ផ្ដើមចាក់ផ្សាយនៅលើ Netflix ដោយទទួលបានការសរសើរពីសាធារណជននិងរិះគន់កម្មវិធីនេះបន្តឡើងវិញសម្រាប់រដូវកាលទី2ហើយចាប់ផ្ដើមនៅឆ្នាំ1989ហើយបង្ហាញពីរឿងរ៉ាវប្រឌិតអំពីឆ្នាំចុងក្រោយនៃជីវិតដ៏ច្របូកច្របល់របស់ Escobar
តារាសម្ដែងប្រេស៊ីល Wagner Moura ត្រូវបានជ្រើសរើសឲ្យដើរតួជា Escobar ដ៏ល្បីល្បាញដែលត្រូវបានគេរាយការណ៍ថាឡើងទម្ងន់40 ផោននិងរៀនភាសាអេស្ប៉ាញដើម្បីបង្ហាញតួនាទីនេះឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលស្រាវជ្រាវរបស់គាត់សម្រាប់តួនាទីនេះដែលពាក់ព័ន្ធនឹងការចំណាយពេលនៅប្រទេសកូឡុំប៊ី Moura បានសម្ភាសមនុស្សជាច្រើនដែលរងផលប៉ះពាល់ដោយតួអង្គសំខាន់ហើយថែមទាំងបានរកឃើញផ្ទះមួយចំនួនដែលនៅតែមានរូបភាពរបស់ Escobar ព្យួរនៅលើជញ្ជាំងទៀតផងសូមអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់បងប្អូនទាំងអស់គ្នាប្រសិនចូលចិត្តវីដេអូរបស់ខ្ញុំសូមជួយចុច Subscribe និង Like ម្នាក់មួយផងជាកម្លាំងចិត្តសូមអរគុណ